ព័ត៌មានទី1នេះគឺជាបទវិភាគមួយរបស់អ្នកស្រាវជ្រាវមួយរូបដែលថ្នាក់បណ្ឌិតដើម្បីជម្រាបជូនប្រិយមិត្តទាំងអស់គ្នាដោយគាត់ផ្ដោតទៅលើចំណងមិត្តភាពប្រកបក្តៅរបស់កម្ពុជាជាមួយនឹងទីក្រុង Washington គឺជាការមួយដែលឆ្លុះបញ្ចាំងអំពីការងារដែលបន្តតាំងពីដើមគឺមិនមែនគ្រាន់តែជាការតម្រឹមគោលនយោបាយដាក់គ្នាឡើងវិញនោះទេនេះគឺជាអ្វីដែលលោកផ្ដោតទៅលើបញ្ហាហ្នឹងដោយអ្នកស្រាវជ្រាវបានលើកឡើងថានៅក្នុងប្រទេសមួយដែលតែងតែត្រូវបានគេពិពណ៌នាថាជាដៃគូដ៏គួរឲ្យទុកចិត្តបំផុតរបស់ទីក្រុងប៉េកាំងនៅអាស៊ីអាគ្នេយ៍នោះការមើលឃើញថ្មីនេះនៃព្រះសង្ឃកម្ពុជាដែលនិមន្តតាមដងផ្លូវក្នុងទីក្រុងភ្នំពេញដោយមានកាន់រូបរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលដាក់ក្នុងស៊ុំគឺជារឿងមួយបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាក៏បានបង្ហាញពីទួនាទីរបស់លោក Trump ក្នុងការដោះស្រាយចំនួនព្រំដែនជាមួយនឹងប្រទេសថៃគឺអ្នកគ្រប់គ្រងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានស្នើឲ្យបដូរឈ្មោះផ្លូវជាតិលេខ4ដាក់ឈ្មោះលោក Trump វិញការវិលុកដ៏តាក់ទាញនេះបានបង្ហាញថាមានប្រសិទ្ធភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពសហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់អាវុធរបស់ខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីថ្មីមួយនឹងបានប្រកាសពីការបន្តសម្ពយុទ្ធយោធារួមគ្នាជាមួយកម្ពុជាដែលត្រូវបានផ្អាកតាំងពីឆ្នាំ2017ទោះបីជាព័ត៌មានលម្អិតនៅតែស្ថិតក្រោមការចរចាក៏ដោយចលនានៃការវិវត្តទាំងនេះចង្អុលបង្ហាញពីភាពប្រសើរឡើងគួរឲ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាចំណុចប្រសពនេះហាក់ដូចជាកត់សម្គាល់ការផ្លាស់ប្ដូរភ្លាមៗនៅក្នុងគោលនយោបាយការបរទេសរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយការវិភាគអំពីកម្ពុជាគឺគេផ្ដោតតែទៅលើការរីកចម្រើនដែលមានប្រទេសចិនជាអ្នកវិនិយោគឬឲ្យខ្ចីប្រាក់និងជាដៃគូការពារជាតិធំជាងគេរបស់កម្ពុជាអ្នកវិភាគបានចាត់ទុកកម្ពុជាជាយូរមកហើយថាជារដ្ឋអតិថិជនរបស់ចិននិងជាការបង្ហាញពីការពង្រីកខ្លួនរបស់ទីក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍លើដែនដីគោកនេះទោះជាយ៉ាងណាក៏ដោយការកែលម្អថ្មីនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាបានធ្វើឲ្យខូចទៅដល់ការដែលធ្លាប់តែពិពណ៌នាថាទីក្រុងប៉េកាំងបានត្រួតត្រាយ៉ាងរឹងមាំទៅលើវិស័យនានានៅក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយការចាត់ទុកពេលវេលានេះជាផុសតាងនៃការតម្រឹមឡើងវិញអាចប្រឈមនឹងការធ្វើម្ដងទៀតនៅកំហុសដដែលដែលបាននិយាយបំភ្លឺអំពីឥទ្ធិពលរបស់ប្រទេសចិននៅកម្ពុជានោះគឺការយល់ច្រឡំពីភាពបត់បែនជាយុទ្ធសាស្ត្ររបស់កម្ពុជាទៅនឹងការតម្រឹមមនោគមវិជ្ជាជាក្នុងនេះគាត់ចង់និយាយថាអ្វីដែលកម្ពុជាធ្វើនៅពេលនេះគឺបង្ហាញនៅភាពបត់បែនរបស់កម្ពុជានៅក្នុងនយោបាយការទូតបរទេសរបស់ខ្លួនគឺមិនមែនកុំឲ្យយល់ច្រឡំថាកម្ពុជាធ្វើនេះគឺតម្រូវទៅតាមអ្វីដែលសហរដ្ឋអាមេរិកចង់បានពីព្រោះក្នុងពេលកន្លងមកមានការវិតម្លៃមិនត្រូវហើយថាប្រទេសកម្ពុជាគឺជាអតិថិជនផ្ដាច់មុខរបស់ចិនឥឡូវនេះឃើញកម្ពុជាបាត់បែនដូច្នេះកុំយល់ច្រឡំថាកម្ពុជារងសម្ពាធពីសហរដ្ឋអាមេរិកទៅធ្វើតាមសហរដ្ឋអាមេរិកគឺវាជាការពិតគឺជាការបង្ហាញនៅភាពបត់បែនរបស់កម្ពុជានៅក្នុងនយោបាយការទូតរបស់ខ្លួនការប៉ុនប៉ងលើកដំបូងរបស់ប្រទេសកម្ពុជានៅក្នុងការស្វែងរកឥទ្ធិពលរបស់សហរដ្ឋអាមេរិកនិងចិននៅចុងទសវត្សរ៍1950ជួយបញ្ជាក់ឲ្យច្បាស់អំពីកតវិជ្ជានៅពីក្រោយការធ្វើសម្ពយុទ្ធការទូតបច្ចុប្បន្នរបស់ខ្លួនបន្ទាប់ពីឯករាជ្យភាពរបស់ខ្លួននៅឆ្នាំ1953មន្ត្រីកម្ពុជាបានទុកជំនួយបរទេសជាឧបករណ៍ជាក់ស្ដែងដើម្បីបំពេញតម្រូវការអភិវឌ្ឍជាតិឧទាហរណ៍នៅពេលដែលប្រទេសនេះបានសាងសង់ស្ថានីយវិទ្យុជាតិដំបូងរបស់ខ្លួននៅឆ្នាំ1958មូលនិធិរបស់សហរដ្ឋអាមេរិកបានបំពាក់ស្ទូឌីយោខណៈពេលដែលប្រទេសចិនបានផ្ដល់នឹងដំឡើងឧបករណ៍បញ្ជូនសំឡេងសម្រាប់មន្ត្រីកម្ពុជាការរួមបញ្ចូលសមាសធាតុទាំងពីរនៃជំនួយនេះគឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានខាងសេដ្ឋកិច្ចដើម្បីបញ្ចប់គម្រោងនោះទោះជាយ៉ាងណាក៏ដោយទីក្រុង Washington និងទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ
រួមបញ្ចូលគ្នារបស់កម្ពុជានេះដោយការយល់ឃើញផ្សេងពីគ្នាមន្ត្រីសហរដ្ឋអាមេរិកមើលឃើញស្ថានីយវិទ្យុរួមបញ្ចូលគ្នានេះថាជាការរលាយបញ្ចូលគ្នាដែលមិនអាចទទួលយកបាននៃជំនួយដែលប្រកួតប្រជែងនោះទេហើយបានជំរុញឲ្យក្រសួងកម្ពុជាការពារកិច្ចសហប្រតិបត្តិការបែបនេះហើយបានជំរុញឲ្យក្រសួងរបស់កម្ពុជារារាំងកុំឲ្យមានកិច្ចសហប្រតិបត្តិការបែបនេះនាពេលអនាគតផ្ទុយទៅវិញទីក្រុងប៉េកាំងបានអនុញ្ញាតឲ្យក្រសួងនានាមានការសម្រេចចិត្តយ៉ាងទូលំទូលាយនិងលើកទឹកចិត្តដល់ការធ្វើសមាហរណកម្មជាក់ស្ដែងនៃសម្ភារៈចិនជាមួយនឹងសម្ភារៈដែលទទួលបានហិរញ្ញប្បទានពីដៃគូលោកខាងលិចយូរទៅភាពរឹងត្អឹងរបស់ទីក្រុង Washington បានធ្វើឲ្យខូចដល់សុឆន្ទៈរបស់កម្ពុជានិងបានរួមចំណែកដល់ការដួលរលំនៃទំនាក់ទំនងក្នុងការផ្តល់ជំនួយនៅឆ្នាំ1963ខណៈពេលដែលភាពបត់បែនរបស់ប្រទេសចិនបានបង្កើនដើមទុននយោបាយទោះបីជាមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចផ្នែកហិរញ្ញវត្ថុតូចជាងប្រចាំប្រទេសក៏ដោយលទ្ធផលគឺជាគំរូដ៏រឹងមាំមួយដែលមេដឹកនាំកម្ពុជាបានយកពីមហាអំណាចធំនីមួយៗនៅអ្វីដែលបម្រើគោលដៅជាតិរបស់ខ្លួនដោយរូបរាងនៃភាពបត់បែននោះផ្លាស់ប្ដូរទៅតាមអតិភិបក្នុងស្រុកទស្សនវិជ្ជាសពថ្ងៃនេះខុសគ្នាយ៉ាងខ្លាំងពីការប្រកួតប្រជែងដែលជំរុញដោយជំនួយនៃសង្គ្រាមត្រជាក់យ៉ាងណាក៏ដោយការយល់ដឹងពីរយៈពេលមុននៃប្រវត្តិសាស្ត្ររបស់កម្ពុជាជួយធ្វើឲ្យយល់អំពីពេលវេលាបច្ចុប្បន្ននេះទស្សនៈប្រវត្តិសាស្ត្រនេះបង្ហាញពីមូលហេតុដែលទំនាក់ទំនងប្រសើរឡើងរបស់ទីក្រុងភ្នំពេញជាមួយទីក្រុង Washington មិនចាំបាច់បង្ហាញពីការងាកចេញពីទីក្រុងប៉េកាំងនោះទេការវិនិយោគរបស់ចិននៅតែជាចំណុចកណ្ដាលនៃយុទ្ធសាស្ត្រអភិវឌ្ឍរបស់កម្ពុជាកិច្ចសហប្រតិបត្តិការយោធានៅតែបន្តផងដែរជាមួយនឹងសមយុទ្ធរួមគ្នា Golden Dragon នៅឯមូលដ្ឋានកងទ័ពជើងទឹករៀមការផ្លាស់ប្ដូរកម្រិតខ្ពស់ជាញឹកញាប់និងកម្មវិធីបណ្ដុះបណ្ដាលប្រកបដោយចីរភាពក្នុងពេលជាមួយគ្នានេះកម្ពុជាមានការលើកទឹកចិត្តយ៉ាងខ្លាំងក្នុងការធ្វើឲ្យទំនាក់ទំនងជាមួយនឹងទីក្រុងប៉េកាំងក្នុងការធ្វើឲ្យទំនាក់ទំនងជាមួយទីក្រុង Washington មានស្ថិរភាពការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគឺមានសារៈសំខាន់សម្រាប់ការនាំចេញសម្លៀកបំពាក់និងស្បែកជើងរបស់កម្ពុជាហើយការធ្លាក់ចុះនៃទំនាក់ទំនងទ្វេភាគីបានបង្កើនហានិភ័យនៃពន្ធខ្ពស់ដែលនឹងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ការប្រកួតប្រជែងនាំចេញមន្ត្រីកម្ពុជាកាន់តែមើលឃើញទំនាក់ទំនងប្រសើរឡើងជាមួយរដ្ឋបាលលោកត្រាំថាជាមធ្យោបាយតែមួយគត់ដែលអាចអនុវត្តបានដើម្បីជៀសវាងពន្ធដ៏តឹងរ៉ឹងបំផុតនិងរក្សាការចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកដែលកម្មករកម្ពុជារាប់រយពាន់នាក់ពឹងផ្អែកការចូលរួមឡើងវិញជាមួយទីក្រុង Washington ក៏បំពេញតម្រូវការសន្តិសុខផងដែរឧបករណ៍និងការបណ្ដុះបណ្ដាលរបស់អាមេរិកនៅតែគួរឲ្យចាប់បានសូម្បីតែកិច្ចសហប្រតិបត្តិការមានកម្រិតក៏នឹងជួយធ្វើឲ្យពិពិធកម្មទំនាក់ទំនងការពារជាតិរបស់កម្ពុជាពិពិធកម្មបាននឹងតែធ្វើឲ្យមានទំនាក់ទំនងទៅច្រើនផ្នែកច្រើនដៃគូទោះជាយ៉ាងណាក៏ដោយការរឹតបន្តឹងរចនាសម្ព័ន្ធកំណត់ឱកាសរបស់កម្ពុជាគឺមានលក្ខណៈសម្រាប់សមយុទ្ធទាំងនេះរួមមានការពឹងផ្អែកលើការនាំចេញដែលប្រមូលផ្ដុំរបស់ខ្លួនទំហំនៃហិរញ្ញប្បទានរបស់ចិននិងបរិយាកាសនយោបាយដែលពឹងផ្អែកលើការវិនិយោគបរទេសដើម្បីរក្សាភាពស្របច្បាប់ក្នុងស្រុកសរុបមកកត្តាទាំងនេះបង្ហាញថាការទូតរបស់កម្ពុជាត្រូវបានដឹកនាំដោយកតវិជ្ជាស្រដៀងគ្នាទៅនឹងជំហរសង្គ្រាមត្រជាក់របស់ខ្លួនដើម្បីពង្រីកជំរឿសធានាភាពបត់បែននិងជៀសវាងការពឹងផ្អែកលើដៃគូតែមួយកាយវិការបច្ចុប្បន្នឆ្ពោះទៅរកទីក្រុង Washington ត្រូវបានយល់ច្បាស់បំផុតថាជាការពង្រីកគំរូនេះជាជាងការចាក់ចែងពីវាជំរឿសរបស់កម្ពុជាឆ្លុះបញ្ចាំងពីទម្លាប់ក្នុងតំបន់ដ៏ទូលំទូលាយមួយក្នុងការផ្ដល់អាទិភាពដល់ភាពបត់បែនជាយុទ្ធសាស្ត្រជាជាងការតម្រូវទៅតាមគេចង់បានសម្រាប់ទីក្រុង Washington មេរៀនគឺច្បាស់លាស់ការផ្សព្វផ្សាយថ្មីរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកផ្ដល់ឱកាសមួយប៉ុន្តែមិនមែនដោយសារតែប្រទេសនេះកំពុងតែផ្លាស់ប្ដូរជំរំរបស់ខ្លួននោះទេវាឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រយូរអង្វែងក្នុងការតាក់ទាញយកតម្លៃពីទំនាក់ទំនងច្រើនខណៈពេលដែលរក្សាស្វ័យភាពរបស់ខ្លួនដើម្បីឲ្យសហរដ្ឋអាមេរិកមានឥទ្ធិពលយូរអង្វែងនៅប្រទេសកម្ពុជាការយកចិត្តទុកដាក់ជាបន្តបន្ទាប់ដោយជំរុញដោយការប្រជែងគ្នារវាងមហាអំណាចនឹងមិនគ្រប់គ្រាន់នោះទេការកែលម្អទំនាក់ទំនងថ្មីនេះត្រូវតែបន្តដោយការចូលរួមផ្នែកសេដ្ឋកិច្ចនយោបាយនិងសន្តិសុខជាប់លាប់
រួមទាំងការសន្ទនាកម្រិតខ្ពស់ជាប្រចាំនិងបណ្ដាញពាណិជ្ជកម្មនិងវិនិយោគដែលអាចព្យាករបានការទូតរបស់កម្ពុជាធ្វើឲ្យរឿងនេះច្បាស់លាស់ដោយរំលឹកអ្នកធ្វើគោលនយោបាយថាភាពបត់បែនមិនមែនជាការតម្រឹមតម្រូវតាមការចង់បាននោះទេហើយគឺវានៅតែជាការយុទ្ធហើយវានៅតែជាយុទ្ធសាស្ត្រលេចធ្លោរបស់តំបន់និងប្រទេសតូចមួយនេះបាទអញ្ចឹងគឺជាការបង្ហាញនៅភាពបត់បែនរបស់កម្ពុជាអញ្ចឹងដូចដែលខ្ញុំធ្លាប់បានជម្រាបប្រិមិត្តក្នុងពេលកន្លងមកហើយគឺដោយអ្វីដែលខ្ញុំបានជម្រាបដែរមែនទេក៏តែនេះគឺខ្ញុំអានទៅជារបៀបការសរសេរណែងណងរបៀបជាអ្នកស្រាវជ្រាវណាបាទខ្ញុំនិយាយកន្លងមកឲ្យប្រិមិត្តដែលចូលមកក្នុងកម្មវិធីនេះតាំងពីដើមដែលខ្ញុំចែករំលែកហ្នឹងគឺយល់ណាឃើញទេគឺបានន័យថាគន្លឹះសំខាន់គឺភាពបត់បែនរបស់កម្ពុជាក្នុងការប្រើការទូតនេះគឺមិនមែនជាការមួយធ្វើដើម្បីតម្រូវការចង់បានរបស់សហរដ្ឋអាមេរិកឬក៏ប្រទេសណានោះទេបាទទី2គឺមិនមែនជារឿងថ្មីទេគឺជារឿងមួយដែលកម្ពុជាធ្លាប់បានប្រើក្នុងពេលកន្លងមកដោយជោគជ័យក៏ប៉ុន្តែមានការយល់ច្រឡំគ្នាអំពីជំហររបស់សហរដ្ឋអាមេរិកនិងចិនបាទធ្វើឲ្យមានបញ្ហារកម្មរកូសខ្លះហើយទី3គឺសហរដ្ឋអាមេរិកជាអនុសាសន៍របស់អ្នកស្រាវជ្រាវគឺគាត់ថាសម្រាប់ឲ្យទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកនៅបន្តបានក្នុងខណៈពេលដែលកម្ពុជាបានងាកមកនេះគឺត្រូវមានការទំនាក់ទំនងជាប់ជាប្រចាំគឺមិនមែនតែមួយពេលទេហើយទំនាក់ទំនងជាប្រចាំគឺមានអ្វីខ្លះដូចតែខ្ញុំបាននិយាយចឹងគឺសេដ្ឋកិច្ចមានការវិវត្តមានអីតទៅទៀតច្រើនបាទដូច្នេះខ្ញុំរំលឹកម្ដងទៀតគឺប្រិមិត្តមួយចំនួនដែលកាលណាចូលមកយើងស្ដាប់អ្វីដែលជាព័ត៌មានពីការវិភាគដែលមានលក្ខណៈ logic បែបនេះគឺចម្រើនទៅដល់ការចេះដឹងរបស់ខ្លួនខ្លាំងណាស់បាទដោយឡែកការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំវិញខ្ញុំបានចែករំលែកគំនិតនេះជាមួយនឹងអ្នកដែលខ្ញុំរាប់អានម្នាក់បាទកាលពីម្សិលមិញខ្ញុំក៏នឹកឃើញខ្ញុំក៏យកមកជម្រាបជូនប្រិមិត្តគំនិតនេះខ្ញុំមានយូរហើយប៉ុន្តែខ្ញុំមិនបានយកមកនិយាយខ្ញុំទើបតែនិយាយជាមួយគាត់ឥឡូវខ្ញុំលើកមកនិយាយជាមួយប្រិមិត្តកាលពីខ្ញុំចូលចិត្តឲ្យ credit ទៅគ្រូខ្ញុំកាលខ្ញុំនៅរៀនបាទកាលនោះថ្នាក់ច្បាប់បាទថ្នាក់ច្បាប់គឺលោកគ្រូម្នាក់គាត់និយាយអំពី philosophy បាទទស្សនវិជ្ជាហេតុនិងផលគាត់និយាយថាហេតុដូចគ្នាក៏ប៉ុន្តែផលចេញបែបនេះប៉ុន្តែ20ឆ្នាំក្រោយហេតុដូចគ្នាប៉ុន្តែផលផ្សេងគ្នាក៏មានដែរឃើញទេបាទអញ្ចឹងដូច្នេះមិនមែនមានន័យថាហេតុបែបហ្នឹងផលចេញដូចហ្នឹង20ឆ្នាំក្រោយនោះដូចគ្នាដដែលនោះទេហេតុអ្វីបានខ្ញុំចង់និយាយអញ្ចឹងខ្ញុំនិយាយរបៀបជាប្រស្នាមួយចុះដោយមិននិយាយអស់ចាំពេលណាចាប់សាច់រឿងអីបាទខ្ញុំនឹងនិយាយអស់បានច្រើនរឿងដែលកើតឡើងរវាងកម្ពុជានិងថៃនៅឆ្នាំ2008ជារបត់មួយដែលផ្លាស់ប្ដូរគោលនយោបាយការបរទេសខ្លាំងរបស់កម្ពុជាក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកបាទប្រិមិត្តណាដែលធ្វើកិច្ចការនេះអាចដឹងថាខ្ញុំចង់និយាយពីអ្វីហ៎បាទគឺឆ្នាំ2008ធ្វើឲ្យចិនបានទៅងាកមកកម្ពុជាស្និទ្ធជាមួយចិនកាន់តែខ្លាំងនេះគឺជាទំនាស់រវាងកម្ពុជាជាមួយនឹងថៃកាលពីឆ្នាំ2008ហេតុការណ៍ដូចគ្នានេះកើតឡើងនៅឆ្នាំ2025កម្ពុជានិងថៃដដែលហេតុដូចគ្នាប៉ុន្តែផលខុសគ្នាបែរជាឲ្យកម្ពុជាងាកមកគៀកស្និទ្ធជាមួយនឹងសហរដ្ឋអាមេរិកជាងមុនឃើញទេដូច្នេះរឿងអ្វីក៏ដោយក្នុងការសម្រេចការដឹកនាំបើកាលណាខុសមួយដងគឺទម្រាំតែវិលមកជុំវិញនឹងរយៈពេលយូរណាស់ចឹងហើយបានជានៅក្នុងក្បួនចរចានឹងគេថារូបមន្ត 50-50 negotiation គឺការចរចា 50% ហ្នឹងគឺគេតែងតែឲ្យអ្នកចរចានឹងគិតអ្វីក៏ដោយយ៉ាងហោចណាស់ក្នុងរយៈពេល50ឆ្នាំទៅមុខគេមិនអាចគិតខ្លីៗទេចឹងនេះគាត់ជាមេរៀនមកចឹងពេលខ្លះក៏ពេលចាំបាច់ត្រូវគិតរយៈពេលខ្លីសិនដែរប៉ុន្តែជាធម្មតាការចរចាអ្វីក៏ដោយគេឲ្យទៅគិតយ៉ាងតិចបំផុតជាពិសេសពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកដីអីហ្នឹងបាទកូនយោបាយមួយចំនួនគេទៅគិតពីរយៈពេលយ៉ាងតិច50ឆ្នាំឲ្យតើ50ឆ្នាំក្រោយនឹងរឿងយ៉ាងម៉េចបាទអញ្ចឹងនេះគឺជាការចូលរួមនៅចំណែករបស់ខ្ញុំតាក់ទងជាមួយនឹងហេតុការណ៍ហ្នឹងចាំពេលណាទំនេរចាំខ្ញុំនិយាយទៅពីរឿងហេតុនិងផលដូចគ្នាហេតុដូចគ្នាផលខុសគ្នារវាង2008ហើយនិង2025នេះប្រិមត្តខ្លះអាចយល់កន្លែងហ្នឹងហើយមានអ្នកយល់ដឹងច្រើនពីរឿងហ្នឹងខ្ញុំពេលក្រោយចាំខ្ញុំបញ្ជាក់បន្ថែមទៀតណាបាទឥឡូវនេះចូលទៅក្នុងរឿងនៅក្នុងប្រទេសថៃវិញម្ដងបាទរូបភាពបែកធ្លាយមកនេះ
គឺជារូបភាពបាទនៅខាងស្ដាំរូបខាងស្ដាំទី3នោះគឺលោកអនុทิនហើយនឹងទី2ដែលអង្គុយជាប់លោកអនុทิននោះគឺជាលោកម្នាក់ដែលគេចោទថាជាអ្នកដែលលាងលុយអន្តរជាតិបាទរូបភាពនេះគឺជាការទទួលទានអាហាររបស់មន្ត្រីធំរបស់ថៃអ្នកនយោបាយធំរបស់ថៃជាមួយនឹងជនសង្ស័យនោះហើយនេះរូបភាពនេះកាន់តែច្បាស់បាទគឺលោក Ben Smith ដែលគេហៅសនាមហៅថា Ben Smith ហ្នឹងគឺរូបទី3រាប់ពីឆ្វេងហើយរូបចុងគេនៅខាងស្ដាំគឺលោកអនុทิនឆាន់វីរកុលហើយនឹងមាននៅក្នុងនោះមានមេប៉ូលីសមានអ្នកនយោបាយមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុពីបច្ចុប្បន្នរបស់ថៃទាំងអស់បាទឥឡូវហ្នឹងបែកធ្លាយឲ្យរូបភាពហ្នឹងអញ្ចឹងខ្ញុំសូមដកស្រង់អត្ថបទនេះគឺនៅខាងប្រទេសថៃមានផ្សាយគ្រប់ខាងកាសែតទាំងអស់មានខៅសូតក៏មានបាងកកប៉ុស្តិ៍ក៏មាន Nation ក៏មានច្រើនខ្ញុំចឹងខ្ញុំសូមដកស្រង់ទូមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាទេណាបាទសារព័ត៌មានដែលខ្ញុំដកមកនេះគឺបាងកកប៉ុស្តិ៍គាត់និយាយថារូបភាពដែលបានបែកធ្លាយនេះបង្ហាញអំពីអ្នកដែលជាមនុស្សដែលគេចោទថាជាមេគំនិតនៅក្នុងការលាងលុយកខ្វក់នោះហើយគាត់ឈ្មោះថា Benjamin Moberger បាទហើយរហស្សនាមថា Ben Smith គឺជារូបមួយដែលបង្ហាញឲ្យឃើញអំពីការជាប់ពាក់ព័ន្ធរបស់លោកនិងទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់របស់ថៃជាមួយនឹងប៉ូលីសហើយនឹងទាហានជាន់ខ្ពស់ហើយក៏ដូចជាមួយនឹងអ្នកជំនួញធំរបស់ប្រទេសថៃផងដែរឥឡូវនេះគឺបានបង្កឲ្យមានការពិភាក្សាគ្នាយ៉ាងផលផុសនៅក្នុងមជ្ឈដ្ឋាននយោបាយថៃរួមទាំងបានលើកចោទជាសំណួរថាដោយសារតែរឿងនេះហើយបានជាគាត់បរិះ Ben Smith នេះទទួលបានការការពារនយោបាយដោយសារឥទ្ធិពលរបស់គាត់ក្នុងចំណោមរូបភាពនេះគឺក្នុងរូបភាពមួយគឺមានបង្ហាញអំពីលោកនាយករដ្ឋមន្ត្រីអនុทินឆាន់វីរកុលលោកអេកនិធីផាថានប្រាផាសដែលជាឧបនាយករដ្ឋមន្ត្រីហើយនឹងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហើយក៏មានរូបលោកអតីតកមេបញ្ជាការអភិរក្សគង់សំផុងហើយនឹងមានអតីតសមាជិកប្រសិទ្ធិអ៊ូផាត់គិតបច្ច័យរយ៉ាងគុណហើយនឹងអតីតអគ្គស្នងការប៉ូលីសជាតិគឺលោកឧត្តមសេនីយ៍វីសានុប្រាសាទថងហ្គោសុកបាទគឺជារូបដែលមាននៅក្នុងការបង្ហាញនេះសមាជិកសភានៃគណៈបកប្រជាជនរបស់ថៃដែលជាគណៈបកប្រឆាំងនោះគឺស្ថិតនៅក្នុងចំណោមនោះផងដែរអ្នកដែលបានចោទជាសំណួរអំពីការប៉ះពាល់ការជាប់ពាក់ព័ន្ធនៃរូបភាពទាំងអស់នេះនៅក្នុងការការពារជនដែលគេចោទប្រកាន់នោះដោយសរសេរតាមបណ្ដាញសង្គម Facebook គឺសមាជិកគណៈបកប្រឆាំងបានចោទសួរថាតើលោក Ben Smith ហ្នឹងមានទំនាក់ទំនងយ៉ាងម៉េចជាមួយនឹងអ្នកនយោបាយទាំងអស់នោះហើយតើនោះឬជាហេតុផលដែលពួកគេមិនហ៊ានចាប់ជនសង្ស័យរូបនេះហើយមកដល់ពេលនេះគឺអត់មានការចាប់ខ្លួននៅឡើយទេហើយតើអ្នកទាំងអស់នោះការពារជនសង្ស័យនោះឬយ៉ាងណាបាទឥឡូវនេះគឺបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាលោក Ben Smith ហ្នឹងទៅបានស្ថិតក្រោមការស៊ើបអង្កេតបាទទៅដោយអ្នកសារព័ត៌មានរបស់ Wall Street Journal អស់រយៈពេល2ឆ្នាំទៅហើយបាទដែលតាក់ទងជាមួយនឹងការជាប់ពាក់ព័ន្ធទាំងអស់នេះហើយបើតាមសេចក្តីរាយការណ៍គឺបរិះរូបនេះគឺមានពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់អ្នកជំនួយជាន់ខ្ពស់ទាំងនៅក្នុងប្រទេសថៃនិងប្រទេសកម្ពុជាហើយបានខិតខំកសាងនៅចក្រភពអំណាចពាណិជ្ជកម្មស្រមោលរបស់លោកដែលមានតម្លៃប្រមាណជា$5,000 លានបាទជារឿងច្រើនណាលុយច្រើនបាទអញ្ចឹងឥឡូវនេះគឺក្នុងនោះរួមមានទាំងបើតាមការស៊ើបអង្កេតរបស់អ្នកសារព័ត៌មាននោះគឺរួមមានទាំងការដែលគាត់បានទិញយន្តហោះបាទដែលមានតម្លៃ$60 លានដោយដាក់ឈ្មោះលោក Thaksin ផងដែរដើម្បីបាត់បង់នៅម្ចាស់ពិតក្នុងករណីដែលគាត់មានបញ្ហាអ្វីទៅគឺអាចរួចខ្លួនហើយគឺទុកបានទ្រព្យសម្បត្តិនេះដោយដាក់ឈ្មោះអ្នកដទៃបាទអ្នកដទៃហ្នឹងគឺលោក Thaksin Shinawatra នឹងតែម្ដងបាទហើយបើតាមសេចក្តីរាយការណ៍នេះគឺគាត់បានចាក់ចេញពីប្រទេសថៃនៅខែកញ្ញាកន្លងមកនេះហើយឥឡូវនេះគឺគេជឿថាគាត់ប្រហែលជារស់នៅក្នុងទីក្រុងឌូបៃ
ចឹងនេះគឺជាការពាក់ព័ន្ធខាងផ្នែកនយោបាយជាន់ខ្ពស់មួយទៀតរបស់ថៃចឹងគឺបានន័យថាពាក់ព័ន្ធតាំងពីលោកអនុทิនបាទតកតងទាំងប៉ូលីសអន្តរជាតិហើយនឹងតកតងតាំងពីពាក់ព័ន្ធតាំងពីលោកថាក់ស៊ីនផងដែរបាទអញ្ចឹងហើយបានជាមានការនិយាយអំពីការបក្រាបនឹងខ្លាំងបាទដែលអញ្ចឹងហើយបានជាអ្នកនយោបាយនៅក្នុងប្រទេសថៃមួយចំនួនក៏ថាហេតុអ្វីចង្អុលទៅកម្ពុជាទៅភូមាក្នុងខ្លួនឯងចាប់នៅក្នុងប្រទេសថៃខ្លួនឯងចាប់បានតែអ្នកតូចអ្នកធំមិនក៏មិនចាប់ផងឥឡូវហ្នឹងបាយធ្លាយរូបនឹងមកគឺអ្នកធំហ្នឹងសំដៅទៅលោកអនុทิននឹងតែម្ដងហើយលោកថាក់ស៊ីននឹងតែម្ដងបាទនេះគឺជាការវិវត្តនយោបាយរបស់ប្រទេសថៃបាទតើវាទៅជាយ៉ាងណាចាំខ្ញុំបន្តជម្រាបជូនប្រិយមិត្តតទៅទៀត